សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបមួយមុខសម្រាប់ចូលឆ្នាំចិនសែនណាស្ពៃបូកគោផ្សិតខ្មៅយើងយកស្ពៃហ្នឹងទៅសវាឲ្យសពណ៌ហើយយើងដាក់ខ្លាញ់ដើម្បីបំពងស្ពៃហ្នឹងណាបំពងស្ពៃហ្នឹងឲ្យវារៀងក្រៀមបន្តិចឲ្យវាក្រៀមដើម្បីវាស្វិតណាបើក្រៀមខ្លាំងពេកដូចមកល្មមអញ្ចឹងណាឲ្យវាស្វិតសាច់ឆ្ងាញ់នេះបែបហ្នឹងបំពងឲ្យទៅជាបែបហ្នឹងដល់ពេលហើយយើងដាក់ខ្លាញ់ដាក់ខ្ទឹមសហើយយើងបងយីហឺយើងលីងវានិយាយទៅយីហឺពេលយើងបំពងអញ្ចឹងឈ្ងុយណាហើយឆ្ងាញ់ទៀតហ្នឹងហើយបំពងវាឲ្យក្រៀមល្អទៅយើងចាក់ផ្សិតខ្មៅចូលយើងដាក់ស្ពៃចិត្តខ្មៅហើយតបមកយើងក៏ដាក់បងស្ពៃចូលណាហ្នឹងហើយបងស្ពៃនឹងចូលបងស្ពៃនឹងយើងត្រឡប់វាពី3ត្រឡប់ទៅយើងហ្នឹងហើយត្រឡប់វាពី3ត្រឡប់ទៅយើងក៏ដាក់ទឹកស៊ុបមាន់ដែលយើងស្ងោរហើយហ្នឹងណាដែលមានគ្រឿងក្រៅស្រាប់ហ្នឹងហើយដាក់ចូលទៅឲ្យវាពុះមកសន្ទុះជាការស្រេចហើយឆ្ងាញ់ណាវាប្លែកមាត់